បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងចូលមកដល់មេរៀនទី4ដែលនិយាយអំពីអ្វីដែលចូលចិត្តនិងអ្វីដែលមិនចូលចិត្ត Listen for talking about likes and dislikes ចឹងយើងមានពាក្យដែលត្រូវរៀន vocabulary like ចូលចិត្ត don't like មិនចូលចិត្ត love មានន័យថាស្រឡាញ់មានន័យថាចូលចិត្តខ្លាំង hate គឺស្អប់ food គឺអាហារ drink គឺភេសជ្ជៈ hobby សកម្មភាពពេលទំនេរចំណង់ចំណូលចិត្តចឹងយើងចូលដល់ការសន្ទនាគំរូ converse example ចឹងនៅក្នុងនេះដែរយើងមានតួអង្គពីរ A ហើយនិង B ចឹង A សួរថា what food do you like តើអ្នកចូលចិត្តអាហារអ្វីចឹង B ក៏ឆ្លើយថា I like noodles and rice ចឹង B ក៏ឆ្លើយថាខ្ញុំចូលចិត្តនំបញ្ចុកហើយនិងបាយចឹង A ក៏សួរដល់ទៀត what do you like to do in your free time ចឹង A ក៏សួរថាតើអ្នកចូលចិត្តធ្វើអ្វីនៅពេលទំនេររបស់អ្នកចឹង B ក៏ឆ្លើយថា I like to watch movies ចឹង B ក៏ឆ្លើយថាខ្ញុំចូលចិត្តមើលកុនភាពយន្តហ្នឹងចឹងដល់ចំណុចទី3 practice your turn ការអនុវត្ត your turn ហ្នឹងគឺមានន័យថាវេនរបស់អ្នកស្មើនឹងវេនរបស់យើងនឹងឯងចឹងនៅក្នុងនេះយើងមាន3សំណួរដែលយើងត្រូវឆ្លើយ Please answer that in English ចឹងនិយាយថាសូមឆ្លើយសំណួរទាំងនេះជាភាសាអង់គ្លេសចឹងនៅក្នុងនេះយើងមានសំណួរទី1ដែលសួរថា What food do you like ចឹងក្នុងនោះយើងឆ្លើយមកយើងឆ្លើយថា I like ចឹងតើអ្នកចូលចិត្តអ្វីអ្នកឆ្លើយមកចឹងចំពោះខ្ញុំ I like ខ្មែរ food ចឹងក្នុងនេះខ្ញុំឆ្លើយថាខ្ញុំចូលចិត្តអាហាររបស់ខ្មែរចឹងទី2គេសួរថា What drinks do you like ចឹងតើអ្នកចូលចិត្តភេសជ្ជៈអ្វីអ្នកចូលចិត្តភេសជ្ជៈអ្វីយើងអ្នកឆ្លើយមកចំពោះខ្ញុំឆ្លើយថា I like water and orange juice ចឹងខ្ញុំឆ្លើយថា I like water and orange juice ខ្ញុំចូលចិត្តទឹកហើយនឹងទឹកក្រូចចឹងសំណួរទី3គេសួរថា What do you like to do in your free time ចឹងនៅក្នុងនេះយើងឆ្លើយថាI like reading book in my free time ចឹងក្នុងនេះខ្ញុំឆ្លើយថា I like reading book in my free time ចឹងខ្ញុំឆ្លើយថាខ្ញុំចូលចិត្តអានសៀវភៅនៅពេលទំនេរចឹងអ្នកទាំងអស់គ្នាចូលចិត្តធ្វើអ្វីនៅពេលទំនេរអ្នកទាំងអស់គ្នាឆ្លើយបានសូមអរគុណ